ប័រលាយជាមួយនឹងពងមាន់ស្ងោរត្រូវជាតិគ្នាមិននឹកស្មានថាពីរមុខនឹងដាក់បញ្ចូលគ្នាញ៉ាំជាមួយនឹងនំប៉័ងមានរសជាតិឆ្ងាញ់សោះរាល់ដងផ្លែប័រធ្លាប់តែញ៉ាំសុតៗឬក៏យកមកធ្វើជាទឹកក្លុកចា smoothie អញ្ចឹងណាហើយអត់ដែរសាកញ៉ាំអញ្ចឹងទេប៉ុន្តែបើសាកញ៉ាំបែបនេះគឺមានរសជាតិឆ្ងាញ់ចាឆ្ងាញ់មួយយ៉ាងសម្រាប់ដែរអ្នកចូលចិត្តបែបរៀងសាបឬក៏ញ៉ាំបែបជាសុខភាពឬក៏ញ៉ាំបែបជាស្រក់ទម្ងន់ណាគឺញ៉ាំបែបនេះគឺត្រូវហ្មងគឺមានតែជាមួយនឹងផ្លែប័រខ្ញុំថ្ងៃនេះខ្ញុំប្រើតាមចំហៀងឯងហើយនឹងពងមាន់មួយគ្រាប់ដាក់ម្រេចមិនតិចអំបិលមិនតិចដាក់ម្ទេសហុយហ្នឹងចាម្ទេសហុយដែលយើងញ៉ាំនំបញ្ចុកហ្នឹងហិលហ្នឹងហើយយើងដាក់វាច្បល់បញ្ចូលគ្នាទៅអូមិញមានបន្ថែមប្រេងអូលីវបន្តិចដែរហើយនឹងច្របាច់ក្រូចឆ្មាចូលបន្តិចដូចគ្នាដែរដាក់ច្បល់វាកិនវាឲ្យម៉ត់ចឹងមកហើយនំប៉័ងយើងយកទៅក្តៅចាក្តៅវាឲ្យក្តៅហើយស្រួយដាក់ក្តៅខ្ទះអញ្ចឹងក៏បានឬក៏យើងដាក់ជាមួយនឹង air fryer ក៏បានដែរឬក៏យើងអាំងខ្ជុងអីក៏បានដែរប៉ិនយើងអត់មានអញ្ចឹងយើងអាចដាក់ខ្ទះអញ្ចឹងក៏បានដែរប៉ិនដាក់ខ្ទះអញ្ចឹងហើយជាមួយនឹង air fryer ខ្ញុំដាក់អាំងក្នុងម៉ាស៊ីន air fryer នំប៉័ងនឹងស្រួយល្អជាងចាហើយទៅវាអត់ខ្លោចកែមដូចដាក់ខ្ទះអញ្ចឹងទេតែបើយើងអត់មានយើងអាចប្រើវិធីហ្នឹងទៅក៏បានដែរគឺងាយហើយញ៉ាំអាហ្នឹងបើសិនជាឆ្ងាញ់គឺយើងមានញ៉ាំជាមួយនឹងកាហ្វេញ៉ាំជាមួយនឹងតែញ៉ាំជាមួយនឹងអីអញ្ចឹងណាហើយខ្ញុំថ្ងៃនេះខ្ញុំញ៉ាំជាមួយនឹង green tea latte ចា green tea latte ខ្ញុំធ្វើខ្លួនឯងដែរអញ្ចឹង green tea latte នេះគឺងាយដែរខ្ញុំធ្វើបែបងាយទេគឺខ្ញុំដាក់ទឹកដោះគោហើយខ្ញុំដាក់ green tea នឹងបញ្ចូលទៅហើយមានអាម៉ាស៊ីនវាយវាឲ្យ green tea ជាមួយនឹងទឹកដោះគោហ្នឹងដើម្បីឲ្យវាម៉ត់ល្អអញ្ចឹងព្រោះ green tea បើយើងវាយអត់ម៉ត់ម្សៅធម្មតាម្សៅតែវាត្រូវទឹកតែយើងវាយវាអត់ដល់គឺវាកកដុំអញ្ចឹងយើងមានម៉ាស៊ីនវាយអញ្ចឹងទៅវាម៉ត់ល្អអញ្ចឹងហើយខ្ញុំក៏ថែមទឹកកកថែមទឹកដោះគោទៅហើយនឹងថ្ងៃហ្នឹងខ្ញុំមានបន្ថែមជាមួយនឹងទឹកឃ្មុំចាបន្ថែមទឹកឃ្មុំតិចទៀតប៉ុន្តែជាទូទៅខ្ញុំញ៉ាំខ្ញុំអត់ដែរបន្ថែមជាតិទឹកឃ្មុំបន្ថែមជាតិស្ករអីទេខ្ញុំញ៉ាំតែ green tea ហ្នឹងមួយទឹកដោះគោទឹកកកទៅឆ្ងាញ់យកទៅណាមអស់ចាតោះបងប្អូនជើញពិសាមួយខ្ញុំទាំងអស់គ្នាខ្ញុំញ៉ាំអាហ្នឹងខ្ញុំអាចញ៉ាំជាអាហារពេលព្រឹកឬក៏ញ៉ាំជាអាហារពេលថ្ងៃជួនកាលអញ្ចឹងពេលថ្ងៃទៅខ្ញុំខ្ជិលធ្វើអីច្រើនញ៉ាំតែប៉ុណ្្នឹងទៅរួចរាល់ហើយចាស្ងោរពងមាន់មួយគ្រាប់ឬក៏ពីរគ្រាប់បើពេលថ្ងៃខ្ញុំញ៉ាំពងមាន់ពីរគ្រាប់ហើយនេះខ្ញុំញ៉ាំពេលព្រឹកនេះបងប្អូនមើលមុខខ្ញុំមកទុំទៅក្រោកពីគេងលុបតែមុខហើយមកហ្នឹងកបួចសាក់មកហ្នឹងមកធ្វើអាហារពេលព្រឹកញ៉ាំហ្មងពូក្រោកពីគេងហ្នឹងក្រោកយឺតដែរថ្ងៃសម្រាប់ដល់ចឹងក្រោកស្ពឹកដែរចាតែប៉ុណ្្នឹងទៅខ្ញុំឆ្អែតឡើងនឹងពោះចាខ្ញុំញ៉ាំតែ2ដុំទេគ្រួសារខ្ញុំហើយខ្ញុំមានញ៉ាំពេញប៉ះហើយអាវ៉ូកាដូខ្ញុំអត់ញ៉ាំច្រើនពេកទេក្នុងមួយថ្ងៃខ្ញុំញ៉ាំយ៉ាងច្រើនតែមួយផ្លែហ្នឹងឯងខ្ញុំអត់ហ៊ានញ៉ាំច្រើនទេព្រោះវាល្អចំពោះសុខភាពតែខ្ញុំខ្លាចយើងញ៉ាំច្រើនទៅវាលើសជាតិអីផ្សេងទៅចឹងណាព្រោះខ្ញុំអាយុច្រើនហើយបងប្អូនបានធ្វើញ៉ាំជួយខមមិនប្រាប់ខាងក្រុមផងចាអរគុណហើយកុំភ្លេចជួយ share វីដេអូឬក៏ repost ម្នាក់មួយផងអរគុណច្រើន